បាទគោរពនឹងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកធ្វើលំហាត់ប្រាណចង្កេះបាទតកតងទៅនឹងអ្នកដែលឈឺចង្កេះរ៉ាំរ៉ៃអញ្ចឹងបងប្អូនអាចហាត់ប្រាណបែបនេះបានគឺតកតងនឹងការទាញជើងបែបហ្នឹងមកដើម្បីឲ្យចង្កេះរបស់យើងបានលាតសន្ធឹងបានវែងហើយមិនឲ្យចង្កេះរបស់យើងហ្នឹងគឺឈឺចាប់បាទចឹងព្យាយាមហាត់ទាំងអស់គ្នាណាបងប្អូនដើម្បីកុំឲ្យមានការឈឺចាប់បន្តទៀតអ្នកដែលមានជំងឺឈឺចង្កេះទើបយល់អារម្មណ៍មួយហ្នឹងថាវាលំបាកប៉ុណ្ណាគឺអង្គុយយូរក៏អត់បានឈរយូរក៏អត់បានដើរច្រើនក៏មិនបានដែរអញ្ចឹងទើបយើងព្យាយាមហាត់ប្រាណទាំងអស់គ្នាមិនថាអ្នកទើបឈឺឬក៏អ្នកឈឺយូរហើយក្តីគឺចាំបាច់ខ្លាំងមែនទែនដែលយើងត្រូវព្យាយាមហាត់ប្រាណបាទហើយការហាត់ប្រាណរបស់យើងគឺតកតងនឹងការដាក់ជើងបែបនេះគឺយើងវិញខ្លួនទៅមុខគឺដើម្បីឲ្យចង្កេះរបស់យើងពលាបានវែងណាបាទកុំឲ្យចង្កេះមានភាពតឹងណែនកុំឲ្យមានការឈឺចាប់ផ្នែកចង្កេះរបស់យើងបាទយើងធ្វើបែបនេះតាមដែលអាចធ្វើទៅបានអាច1នាទី2នាទី3នាទីឬក៏5នាទីបាទតាមទៅនឹងភាពជាក់ស្ដែងកម្លាំងរបស់យើងមានបាទហើយកូនរបស់ខ្ញុំគឺឃើញខ្ញុំហាត់បែបនេះគឺបាទបានមកជុំខ្ញុំដែរបាទមកជុំខ្ញុំដែរនិយាយធ្វើត្រាប់តាមទាំងអស់បាទតើនឹងលំហាត់ប្រាណណាអញ្ចឹងបានគេថាកុមារប្រៀបដូចជាក្រដាស់អញ្ចឹងក្រដាស់សអញ្ចឹងណាមានន័យថាយើងធ្វើអីគឺគាត់ធ្វើត្រាប់តាមយើងទាំងអស់បាទវាមានការឈឺចាប់ខ្លាំងបងប្អូនតើតើនឹងលំហាត់ប្រាណបែបនេះចំពោះអ្នកថ្មីណាសម្បីតែខ្ញុំហាត់រាល់ថ្ងៃក៏មានការឈឺចាប់ផងដែរបាទ